tục chặt mi hộp mà rồi phía rồi cô nhóm chưa thua nữa chưa đáy một đáy cái đập cho không cái số là mình và là nhà này mua số sport mua là mình cóช่วยนูจันทร์côจันทูmình xong hai chốt mà đấy ហាចា và hay nói tin đi cái hai ta phun khum sọc ở ngoài đây này ភូមិចិនសាឃុំដុនសសុកស្វាយជ្រុំខេត្តស្វាយរៀង ស្វាយជ្រុំខេត្តស្វាយរៀងចឹងកន្លងមកនេះមុនពេលដែលmìnhបានទទួលទានជាមួយនឹងវិហុកmìnhមានអាការសុខភាពបែបណាខ្លះដែរmìnhឈឺបែបណាស្ពឹកដៃស្ពឹកជើងគ្រូដៃកាហាយដៃជើងស្ពឹកដៃស្ពឹកជើងដៅកាហាយចាធំមកប្រអប់ដៃប្រអប់ជើងតែម្ដងចាកញ្ញាំដៃកញ្ញាំជើងគ្រូមានបញ្ហាអីផ្សេងតែមិនទៀតទេផ្សេងតាមកផ្លូវតាមអីហ្នឹងទៅឈឺមែនតើឡើងចាឡើងពីទេអត់ចង់រួចទេយើងជាប់ទៅសៃចាពីក្បាលជង្គង់ឈឺដែរឈឺលក្ខណៈបែបជាប់រួយអត់មានឡើងហើមអីអត់មានហើមតែដាក់ពិសេសបាក់ដៃក្តៅហ្មងក្តៅកាហាយហ្មងបាត់ដៃដូចស្អីរកនៅនឹងភ្លើងចាក់ឈៀបពីខាងក្នុងមកចាអាការមានកាត់មកកន្លងប្រហែលជារយៈពេលប្រហែលខែមកហើយយកតែលោកគ្រូ2ឆ្នាំហ្នឹង2ឆ្នាំហើយចាទៅទុកជាប្រចាំមកទេធ្វើទុកតើលោកគ្រូធ្វើទុកជាប្រចាំដែរយប់ឡើងវិញការសម្រានអីមិនដែរពិបាកសម្រាប់បាក់លោកគ្រូសម្រាប់អត់ស្បានដែរចាក្តៅកាហាយស្ពឹកចាក់ចាកន្លងមកមានធ្វើការងារធ្ងន់ទេធ្វើការងារធ្ងន់តែលោកគ្រូការងារធ្ងន់ហើយកន្លងមកជាង2ឆ្នាំមកហើយចាធ្លាប់បានរកដំណោះស្រាយអីផ្សេងធ្លាប់ពុកឆ្នាំពុកអីអត់អត់ទេដែរបាទតែចាប់ដើមស្គាល់វិហុកដំបូងឡើយតាមរយៈណាដែរតាមរយៈអូនលីដាតាមកូនចាចឹងក្រៅពីបញ្ហាឈឺសន្លាក់ឈឺដៃស្ពឹកដៃកាហាយឈឺជង្គង់ចុករយផ្សេងៗមានជំងឺប្រចាំកាយផ្សេងទៀតអត់ទេមានកាពះពោះវៀនលោកគ្រូកាពះពោះវៀនដែរចាតែឈឺទៅទុកជាប្រចាំកាពះពោះវៀនតែប្រហែលជាកន្លងមកយូរដែរប្រហែលជា2ខែបញ្ហាសំខាន់ជាងគេញ៉ាំដៃហើយជើងបាទសេចក្បាលជង្គង់ឡើងអត់ចង់រួចដើរទៅនេះទៅនោះវិញមិនដែរបាក់ទេបាក់គ្រូពិសេសឡើងពីសម្រានបាក់ឡើងមានអាសាលាន់ឬសលេងខែផុសអត់ទេជុំលាន់ដែរលាន់ដែរចាតែឈឺទាំងសងខាងតែនោះឈឺទាំងសងខាងលោកគ្រូពិសេសដៃមកខាងក៏ខ្លាំងភាសាទៅការងារធ្ងន់ផងចាចឹងបន្ទាប់ពីបានហូបជាមួយផលវិហុកនេះមានហូបអស់ប្រហែលជាប្រមាណប្រទេសប្រមាណដល់បានថាបានធូអស់ពីប្រអប់បាត់ដំបងឡើយបាត់ទៅលើអាការៈណាមុនគេដែរដៃកាហាយដាក់បាត់ដៃគ្រូបាត់ហើយឈឺដៃឈឺបាច់គួងបាត់កាហាយបាត់ចុកបាត់រួយមុនគេចាចុះស្ពឹកឥឡូវនេះបាត់ដែរដល់គ្រូបាត់ដែរចាអញ្ចឹងហូបអស់ពីប្រអប់កន្លងមកនេះបានធូរប្រហែលជាប្រមាណ%ដែរ95%លោកគ្រូ95%ហើយចាច្រើនគ្រាន់បាទអញ្ចឹងលើនេះជឿទុកចិត្តលើវិហុកនេះប្រមាណ%ដែរចាជឿទុកចិត្តលើឆ្នាំវិហុកនេះប្រមាណ%ជឿទុកចិត្តវិហុក100%លោកគ្រូ100%ចាបាទខ្ញុំជឿធ្ងន់ណាស់ជើងដៃបើដៃក្តាប់អត់ចុះហ្មងឥឡូវក្តាប់បាននេះផងដែរមានអីធម្មតាគ្រូលែងឈឺបាទអញ្ចឹងជាចុងក្រោយនឹងមានជាសារផ្ដាំផ្ញើអ្វីផ្សេងជូនទៅកាន់អ្នកជំងឺដែលគាត់បានតាមដានវិហុកហើយគាត់អត់មានទំនុកចិត្តគាត់អត់ហ៊ានប្រើនឹងមានជាសារផ្ដាំផ្ញើអ្វីខ្លះដែរតាមសារបើអ្នកឈឺដៃឈឺជើងចង់ហូបមីហូបឲ្យជាប្រកាសមែនគ្រូបាទហូបទៅបានជាចាបាទមានខាងក្រុមហ៊ុនណាមកសុកប៉ាន់ឲ្យនិយាយល្អពីឆ្នាំអីអត់ទេអត់មានចាព្រោះជាខ្លួនឯងពិតជាពិតមែនគ្រូអត់ភូតអត់កុហកឲ្យតែ